ព្រះអាទិត្យរៀបលិចបាត់ទៅហើយនៅក្រោមដើមឈើសាកសពប្រឡាក់ដោយឈាមដេកដួលពីពេញដីស្មៅក្បែរនោះក៏ចូលជាប់ទៅដោយឈាមហើយអ្វីគ្រប់យ៉ាងដែលតួឯករបស់យើងបានឃើញគឺមានតែពណ៌ឈាមប៉ុណ្ណោះគាត់ឈរជាមួយនឹងកែវភ្នែកបើកធំនិងពោពេញទៅដោយភាពភ័យខ្លាចបរិសុទ្ធចំណាំម្នាក់ដេកដួលស្លាប់នៅចំពោះមុខគាត់ធ្វើឲ្យគាត់គិតថាអ្វីដែលនៅសល់នៅទីនេះគឺមានតែសេចក្តីស្លាប់ប៉ុណ្ណោះសមាជិកបករបស់គាត់ម្នាក់បានផ្អែកខ្លួនទៅនឹងដើមឈើហើយគាត់ពិតជាមិនយល់ទាល់តែសោះថាហេតុអ្វីបានជាត្រូវបង្ហូរឈាមច្រើនយ៉ាងនេះដាវប្រឡាក់ឈាមមួយដោតជាប់នឹងដីតួឯកឃើញងាកទៅមើលអាវុធនោះវិញគាត់សម្លឹងមើលបរិសុទ្ធដែលបានដាច់ដៃនោះម្ដងទៀតគាត់នឹកឃើញដល់ការវាយប្រហារដ៏សាហាវទៅលើមេបករបស់ខ្លួននិងការចងចាំដ៏ឈឺចាប់ដែលសិស្សប្អូននិងមិត្តរួមចំនួនត្រូវបានគេកាប់ដាច់ដៃនិងសម្លាប់ចោលយ៉ាងព្រៃផ្សៃគាត់ខំធ្មេញឡើងចេញឈាមយកដៃទប់នឹងជង្គង់ព្រមទាំងគិតដល់ការពិតដែលថាមិត្តរួមសាលាទាំងអស់បានស្លាប់បាត់ទៅហើយមានសាកសពប្រឡាក់ឈាមរាប់សិបនាក់ដេកពាសពេញទីវាលនេះគឺជាក្រុមអត្តឃាតចុងក្រោយដែលមានសុទ្ធសឹងតែជាកំពូលអ្នកខ្លាំងមកពីពិភពគុណតំណាងឲ្យកំពូលនិកាយទាំង9ការប៉ះទង្គិចគ្នារវាងពួកគេនិងឈុនម៉ាដែលជាមេបិសាចទីបំផុតបាននាំឲ្យមានការបំផ្លិចបំផ្លាញជីវិតអ្នកគ្រប់គ្នាឈាមហូរស្រក់ចុះពីចង្ការបស់តួឯកយើងហើយគាត់នឹកឆ្ងល់ថាតើនរណាជាអ្នកបង្កវិនាសកម្មទាំងអស់នេះមានបរិបម្នាក់កំពុងអង្គុយលើគំនរសាកសពនោះហើយគឺជាមេបិសាចដែលចុះពីឋានសួគ៌ជាមេបកនៃនិកាយបិសាចដែលអ្នកបានដើរតាមរបស់វាបានប្រែក្លាយជាពិភពលោកទាំងមូលឲ្យคล้ายទៅជាសមុទ្រឈាមឈុនម៉ាមេនិកាយបិសាចកំពុងអង្គុយតាំងសមាធិនៅលើនោះបិសាចនោះដកដង្ហើមធំរួចនិយាយរៀបរាប់អំពីនិកាយហួសានគ្រាន់តែលើពីអាណិតអាសូរពីសត្រូវតួឯករបស់យើងបានខំមាត់សង្កត់ចិត្តហើយខំក្រោបឡើងឈរឡើងវិញពេលគាត់ក្រោបឈរត្រង់ខ្លួនភ្លាមឈាមក៏ខ្ជាក់ចេញមកពីមាត់របស់គាត់ជាមួយនឹងការក្អកគាត់ដឹងថាប្រសិនបើគាត់អាចចេញពីទីនេះទាំងរស់គាត់ប្រកាសជាអាចរីករាយនឹងជ័យជំនះនេះពេញមួយជីវិតប៉ុន្តែវាហាក់បីដូចជាទីបញ្ចប់របស់ពួកគេទៅហើយគាត់យកដៃទប់ជើងដែលកំពុងញ័រហើយស្រែកឲ្យសត្រូវបិទមាត់សាកសពនៅរាយប៉ាយជុំវិញនោះឈុនម៉ាបានប្រាប់ថាគាត់គួរតែមានមោទនភាពចំពោះខ្លួនឯងព្រោះដោយសារតែការលះបង់របស់អ្នកទាំងនោះហើយទើបដាវរបស់គាត់អាចមកដល់ទីនេះបានឈុនម៉ាលាតដៃទៅមុខហើយនិយាយថាគេទទួលស្គាល់ក្បាច់ដាវនិងឈ្មោះរបស់គាត់ព្រោះគាត់គឺជាអ្នកខ្លាំងបំផុតក្នុងចំណោមសិស្សនិកាយហួសានទាំងអស់តួឯកយើងចាប់ទាញដាវដែលបានដោតជាប់ស្មារបស់ខ្លួនចេញយ៉ាងខ្លាំងគាត់សម្លឹងមើលសត្រូវដោយកំហឹងយ៉ាងសន្ធោសន្ធៅហើយស្រែកប្រាប់ឲ្យបិទមាត់គាត់ធាក់ដីស្ទុះលោតទៅយ៉ាងលឿនផ្ទៃរបស់បិសាចឡើងពណ៌ក្រហមឆ្អៅវាគិតថានេះជារឿងដែលគួរឲ្យសោកស្ដាយដែលវានឹងបង្ហាញអត្តសញ្ញាណពិតរបស់វាដែលស័ក្តិសមនឹងឈ្មោះមេបិសាចឈុនម៉ាតួឯករបស់យើងរត់កាត់ទីវាលតម្រង់ទៅរកគំនរសាកសពខណៈដែលបិសាចនោះគិតថានេះប្រហែលជាវាសនារបស់វាហើយបន្ទាប់មកវានិយាយថាសិស្សរបស់ហួសានត្រូវតែចងចាំរឿងមួយវាសម្លឹងមើលសត្រូវនៅចំពោះមុខដោយស្ងប់ស្ងាត់រួចនិយាយថានេះមិនទាន់ជាទីបញ្ចប់ទេតួឯកយើងបន្តរត់ទៅមុខអស់ពីកម្លាំងកាយចិត្តដោយមិនខ្វល់ថាកំពុងជន់លើអ្នកណាអ្នកនោះទេស្របពេលដែលឮថាបិសាចនេះនឹងត្រឡប់មកវិញម្ដងទៀតភ្នែករបស់ឈុនម៉ាឆេះសន្ធោសន្ធៅដោយភ្លើងពណ៌ក្រហមវាបានប្រកាសថានៅពេលដែលវាត្រឡប់មកវិញពិភពលោកទាំងមូលនឹងត្រូវលុតជង្គង់ក្រាបសំពះនិកាយបិសាចជាមិនខានដាវនៅក្នុងដៃរបស់តួឯកយើងចាប់ផ្ដើមបញ្ចេញពន្លឺគាត់រត់ទៅមុខទាំងកំហឹងយ៉ាងខ្លាំងគាត់ក៏វាយដាវវាយប្រហារទាំងមិនខ្វល់ពីពាក្យសម្ដីដែលថាគ្មានអ្នកណាអាចបញ្ឈប់ការវិលត្រឡប់មកវិញរបស់បិសាចនេះបានឡើយដាវនោះបានកាត់ដៃរបស់បិសាចព្រមជាមួយពន្លឺដ៏ភ្លឺចិញ្ចាំងចិញ្ចាចទម្លុះរាងកាយរបស់វាក្បាលរបស់ឈុនម៉ាបានដាច់ចេញពីរាងកាយទាំងទឹកមុខភ្ញាក់ផ្អើលហើយទីបំផុតក៏ធ្លាក់មកដល់ដីក្បាលរបស់បិសាចបានរមៀលចុះពីលើគំនរសាកសពតួឯកយើងឈានជើងទៅមុខមួយជំហានគាត់ឈរនៅកណ្ដាលគំនរសាកសពទាំងនោះដោយគិតថាសង្គ្រាមត្រូវបានបញ្ចប់ហើយគាត់ដកដង្ហើមធំញើសហូរស្រក់ចុះមកតាមថ្ពាល់គាត់ដឹងថាសេចក្តីស្លាប់ដែលមិនអាចជៀសផុតក៏កំពុងខិតមករកគាត់ដូចគ្នាគាត់សម្លឹងមើលទៅមុខដែលពន្លឺព្រះអាទិត្យពេលព្រឹកកំពុងរះឡើងហើយឆ្ងល់ថាតើនឹងមានអ្វីកើតឡើងចំពោះនិកាយហួសានពេលនេះតួឯកយើងងាកក្រោយក៏សម្លឹងមើលសាកសពគ្មានក្បាលរបស់បិសាចឈុនម៉ាហើយគិតថាពេលនេះឆ្អឹងរបស់សិស្សនិកាយហួសានទាំងអស់ត្រូវបានកប់នៅទីនេះហើយចាស់ក្មេងត្រូវបានគេសម្លាប់ទាំងអស់ដាវរបស់គាត់ត្រូវបានដោតជាប់នឹងដីគាត់គិតថាប្រហែលជាមានតែក្មេងៗខ្សោយប៉ុណ្ណោះដែលនៅរស់រានមានជីវិតគាត់ងាកមកវិញហើយសួរខ្លួនឯងថាតើជីវិតរបស់និកាយហួសានសុទ្ធតែជាការលះបង់ដែលគ្មានន័យឬយ៉ាងណា
សក់របស់គាត់រវិចតាមខ្យល់គាត់សម្លឹងមើលមេឃពេលព្រឹកព្រលឹមហើយគិតថាគាត់ប្រហែលជាអាចជួយសង្គ្រោះជីវិតបានយ៉ាងហោចណាស់ម្នាក់ប្រសិនបើគាត់ខំប្រឹងប្រែងឲ្យខ្លាំងជាងនេះបន្តិចប៉ុន្តែពេលនេះវាហាក់ដូចជាគ្មានន័យអ្វីទាំងអស់អាវុធបំបែកបំបាក់ជាច្រើនដោតជាប់ពីពេញដីតួឯកយើងដួលទៅលើកំណរសាកសមម្ដងទៀតគាត់គិតថាអ្វីៗទាំងអស់គ្មានន័យទេព្រោះផ្កាអង្គាបូសមិនយូរមិនឆាប់គង់តែជ្រុះធ្លាក់គាត់ដកដង្ហើមធំសម្លឹងមើលទៅមុខខ្យល់ដង្ហើមចេញពីមាត់របស់គាត់ចេញផ្សែងអាប់ទឹកមុខរបស់គាត់កំពុងតែរឹងកំព្រឹសពេលដែលគាត់នឹកឃើញថាគាត់គឺជាកូនសិស្សចំនួនទី11នៃកម្ពុជានិកាយហោសាននិងជាកម្ពុជាអ្នកប្រើប្រាស់ដាវម្នាក់ក្នុងចំណោមកម្ពុជាអ្នកប្រើប្រាស់ដាវទាំង3ក្នុងលោកគាត់មានរហស្សនាមថាកម្ពុជាដាវផ្កាអង្គាបូសឆុងមយ៉ុងគាត់នឹកដល់សាកសពដែលគ្មានក្បាលរបស់ឈុនម៉ាហើយគិតថាបន្ទាប់ពីសម្លាប់ឈុនម៉ាដែលជាអ្នកធ្វើឲ្យពិភពលោកទាំងមូលធ្លាក់ក្នុងភាពមឹកវរហើយនោះគាត់ក៏បានលងលក់ជារៀងរហូតនៅលើកំពូលភ្នំដែលធ្វើអំពីក្បាលបិសាចរាប់ពាន់នាក់នេះគឺជាពាក្យពេចន៍ចុងក្រោយដែលគាត់បានបន្សល់ទុកនៅលើលោកនេះសាច់រឿងក៏បានកាត់ទៅដល់ក្មេងតូចម្នាក់កំពុងដេកនៅក្នុងអង្រឹងពីចំបើងមានបរិស2នាក់អោនមើលគាត់រួចបរិសចំណាំម្នាក់ក៏បីគាត់ឡើងនៅឯទីលានវឹកហាត់មានសិស្សជាច្រើនអ្នកកំពុងវឹកហាត់ក្បាច់គុនតួឯកយើងកំពុងវឹកហាត់ដោយកាន់ដាវឈើនៅពីមុខគាត់សិស្សបងរបស់គាត់បានហៅគាត់ដោយទឹកមុខខឹងសម្បាហើយគាត់គិតថាជីវិតរបស់គាត់កំពុងតែភ្លឺភ្លេកនៅចំពោះមុខគាត់ឈរយ៉ាងស្ងប់ស្ងាត់ចំពោះមុខគ្រូដែលគ្រូបានស្ដីបន្ទោសគាត់ថាគាត់ត្រូវចងចាំថាខ្លួនជាអ្នកបួសសាសនាតាវមុនគេបន្ទាប់មកទើបជាអ្នកចម្បាំងហើយគាត់គួរតែយល់ថាកម្លាំងដែលគ្មានធម៌គឺគ្រាន់តែជាអំពើហិង្សាប៉ុណ្ណោះកាលនៅក្មេងឆុងមយ៉ុងបានអោនក្បាលចុះហើយគិតថាគ្រូរបស់គាត់កំពុងរអ៊ូទាំងម្ដងទៀតហើយព្រោះហើយពេលនេះគាត់ពិតជាធុញទ្រាន់ណាស់គាត់គឺជាសិស្សរបស់ហួសានក៏ពិតមែនប៉ុន្តែគាត់បរាជ័យក្នុងការអនុវត្តតាមការបង្រៀនព្រោះតាមពិតគាត់គ្រាន់តែជាមនុស្សល្ងងដែលវារឹកនឹងទទួលបានការសរសើរដែលខ្លួនមិនស័ក្តិសមនឹងទទួលបានគ្រាន់តែដោយសារតែគាត់មានទេពកោសល្យពីកំណើតប៉ុណ្ណោះរាងកាយរបស់គាត់តួឯករបស់យើងលិចចូលទៅក្នុងសមុទ្រផ្កាគាត់មិនយល់សោះថាហេតុអ្វីបានជាកាលពីមុនគាត់ងងឹតងងល់យ៉ាងនេះគាត់មិនបានដឹងសោះថាអ្វីៗគ្រប់យ៉ាងដែលគាត់មានគឺទទួលបានដោយសារតែនិកាយហោសានរូបភាពរបស់លោកគ្រូបានលេចឡើងនៅក្នុងខួរក្បាលរបស់គាត់ដោយសួរថាតើគាត់ពិតជាស្ដាយក្រោយដែរឬទេដោយបិទបើកភ្នែកចុងយងគិតក្នុងចិត្តថាគាត់ពិតជាស្ដាយក្រោយខ្លាំងណាស់ចំពោះរឿងគ្រប់យ៉ាងគាត់នឹកដល់មិត្តភក្តិរបស់គាត់ដែលបានស្លាប់ហើយគិតថាប្រសិនបើគាត់យកចិត្តទុកដាក់ក្នុងការរៀនសូត្រឲ្យបានច្រើនជាងនេះហើយប្រសិនបើគាត់ខ្លាំងជាងនេះបន្តិចគាត់ប្រហែលជាអាចផ្លាស់ប្ដូរទីបញ្ចប់ដ៏គួរឲ្យរន្ធត់នេះបានមានផ្សាយហុយនៅលើទីវាលរូបភាពរបស់គ្រូនិងតួឯករបស់យើងបាននិយាយទាំងស្នាមញញឹមថាមិនចាំបាច់ស្ដាយក្រោយទេគាត់នឹកដល់និកាយពេលគាត់ឮសំឡេងគ្រូថាទោះមានរឿងអ្វីក៏ដោយក៏និកាយហោសានឹងបន្តមានជីវិតជានិច្ចភ្លាមនោះការឈឺចាប់យ៉ាងខ្លាំងក៏ចាក់ទម្លុះរាងកាយតួឯកសំឡេងស្រែកបានបន្លឺឡើងនៅក្នុងខ្ទមដ៏កំសត់មួយគាត់យកដៃបិទបាំងខ្លួនពីអ្នកវាយប្រហារដោយគិតស្មានថាជាចុងម៉ាពេលបើកភ្នែកមើលគាត់ឃើញក្មេងប្រុសស្លៀកសម្លៀកបំពាក់រហែកម្នាក់ឈរនៅពីមុខគាត់ហើយបានប្រាប់គាត់ឲ្យឈប់មើលទៅក្មេងនោះក៏បានជេរតួឯករបស់យើងដែលដេកនៅទីនោះដោយហៅគាត់ថាជាអាសុំទានគំរក់ចុំយងលើក្មេងនោះនិយាយថាអ្នកផ្សេងទៀតចេញទៅសុំទានអស់ហើយឯគាត់បានជាមកដេកនៅទីនេះតួឯកយើងស្ដាប់ហើយមិនយល់ទាល់តែសោះថាកំពុងមានរឿងអ្វីកើតឡើងគាត់សម្លឹងមើលក្មេងសុំទានដែលកំពុងវិលដំបងក្នុងដៃហើយយល់ថាក្មេងនេះកំពុងគំរាមកំហែងគាត់ហើយចុំយងក៏រវីដៃហើយប្រាប់ឲ្យក្មេងនោះស្ដាប់ឲ្យគាត់សិនព្រោះពេលនេះគាត់មិនយល់សោះថាកំពុងមានរឿងអ្វីកើតឡើងដូច្នេះជាដំបូងសូមឲ្យក្មេងនោះឈប់គ្រវីដំបូងសិនដែលធ្វើឲ្យក្មេងនោះខឹងយ៉ាងខ្លាំងក្មេងនោះសើចចំអកខណៈដែលតួឯកយើងពិតជាមិនយល់សោះគាត់ពេបមាត់គិតក្នុងចិត្តថាគាត់គឺជាអ្នកកំពូលដើរផ្កាអង្គាបមកជុងយងដ៏ល្បីល្បាញតើចោះអាអូនស្លៀកពាក់រហែករហាត់នេះកំពុងធ្វើអ្វីនឹងក្មេងប្លែកនោះបានគ្រវីដំបងហើយគំរាមថាតួឯកយើងនឹងត្រូវសាប់នៅថ្ងៃនេះមិនខានខណៈដែលគាត់កំពុងគិតថាគាត់ត្រូវតែបង្រៀនអាអូននេះឲ្យចេះសុជីវធម៌ខ្លះហើយគាត់នឹងទប់ការវាយប្រហារនេះដោយដៃទទេលតួឯកយើងលោកដៃទៅមុខស្រាប់តែកែវភ្នែករបស់គាត់បើកធំដោយក្តីភ្ញាក់ផ្អើលមិនត្រឹមតែមិនអាចបញ្ឈប់ដំបងនោះបានទេដំបងនោះថែមទាំងវាយចំក្បាលគាត់ទៀតផងព្រោះដៃគាត់លោកមិនដល់ឈុំយោសម្លឹងមើលទៅមុខទាំងភ័យនឹងឆ្ងល់ថាហេតុអ្វីបានជាដៃរបស់គាត់ខ្លីម្ល៉េះហេតុអ្វីក៏អាចខ្លីដល់ថ្នាក់នេះតើគាត់មិនអាចទប់ទល់ការវាយប្រហារនេះបានឬទេ
ក្មេងផ្លែមុខនោះបានវាយក្បាលរបស់គាត់ដោយដំបងគាត់ជ្រួញចិញ្ចើមនឹងជេរប្រតិក្មេងសុំទាននោះដែលបន្តវាយតួឯករបស់យើងដដែលហើយស្រែកថាដោយសារតែគាត់មិនយល់ថាកំពុងមានរឿងអ្វីដូច្នេះគេនឹងពន្យល់ឲ្យច្បាស់តែម្ដងភ្លាមនោះក្មេងម្នាក់ទៀតក៏ដើរចូលមកក្នុងខ្ទមខណៈដែលក្មេងរហ័យរហាត់នោះកំពុងស្រែកថាបើគាត់ឈួតមែនពេលនេះដំបងនេះនឹងវាយឲ្យខួរក្បាលរបស់គាត់ដើរត្រូវផ្លូវវិញមិនខានក្មេងចំនួនថ្មីសម្លឹងមើលរឿងហេតុការណ៍ដោយក្តីភ័យខ្លាចសំលេងស្រែកយំសូមជំនួយបានបន្លឺឡើងនៅក្នុងខ្ទមនោះក្មេងនោះក៏ដើរចេញទៅវិញដោយសម្រេចចិត្តថានឹងត្រឡប់មកវិញនៅពេលក្រោយជុំយន្តជួតឈាមរបស់ខ្លួនគាត់អង្គុយក្បែរស្រះទឹកហើយជេរប្រតិចជនដែលវាយគាត់ដោយរអ៊ូទាំងថាសូម្បីតែនៅសាលាក៏គាត់មិនដែលធ្លាប់ត្រូវគេវាយបែបនេះដែរគាត់នឹកដល់អាអ្នកសុំទាននោះហើយគិតថាបើគាត់ជួបអាសុំទាននោះពីនិកាយកាប់បាំងនោះម្ដងទៀតគាត់នឹងវាយឲ្យខ្ទេចជើងមិនខានជើងរបស់គាត់ត្រាំនៅក្នុងទឹកត្រជាក់តួឯកយើងសម្លឹងមើលទៅក្នុងទឹកគាត់មើលរូបចំណាំងផ្លាតរបស់ខ្លួនឯងហើយមិនយល់សោះថាគាត់ជានរណាគាត់ចាប់ផ្ដើមស្ទាបមុខរបស់ខ្លួនឯងហើយគិតថាគាត់ពិតជាមិនយល់ពីអ្វីដែលកំពុងកើតឡើងនៅទីនេះទេតើនេះអាចជាការចាប់ផ្ដើមជាថ្មីដោយដែលមានបានចែងក្នុងព្រះពុទ្ធសាសនាមែនទេស្រាប់តែមានអ្នកសម្លឹងមើលគាត់ដោយការចាប់អារម្មណ៍ខ្ញុំយងងាកក្រោយពេលដែលគេហៅគាត់យកដៃចេញពីមុខហើយដឹងថានៅពីមុខគាត់គឺក្មេងដែលរត់គេចចេញពេលដែលឃើញគាត់ត្រូវបានគេវាយនោះឯងក្មេងនោះសួរថាតើគាត់មិនអីទេឬក្មេងនោះសម្លឹងមើលតួឯកដោយប្រុងប្រយ័ត្នហើយប្រាប់ថាមេរបស់ពួកគេគឺតែងតែអញ្ចឹងប៉ុន្តែថ្ងៃនេះគេរៀងវាយជ្រុលដៃបន្តិចហើយភ្ជុងយងលើកម្រាមដៃមួយឡើងហើយនិយាយថាគាត់មានសំណួរមួយបន្ទាប់មកគាត់ក៏លើកម្រាមដៃពីរហើយកែសម្រួលថាគាត់គឺមានសំណួរពីរតួឯកយើងសម្លឹងមើលទៅក្មេងនោះយ៉ាងមើងម៉ាត់ក្មេងនោះជ្រួញចិញ្ចើមដោយភាពច្របូកច្របល់ពួកគេឈរទល់មុខគ្នាដោយស្ងៀមស្ងាត់ភ្ជុងយន្តជ្រួញចិញ្ចើមដោយមានភាពនឿយហត់ហើយសួរថាតើពួកគេគឺជាអ្នកសុំទានមែនទេក្មេងនោះសម្លឹងមើលគាត់ដោយស្ងប់ស្ងាត់ហើយបញ្យល់ថាវាជារឿងងាយស្រួលមើលខ្លាំងណាស់គ្រាន់តែមើលខោអាវក៏ដឹងថាបាត់ទៅហើយតួឯកយើងអង្គុយចောင်းហោងចុះហើយចាប់ផ្ដើមជេរខ្លួនឯងដែលឥឡូវខ្លាចជាអ្នកសុំទានបន្ទាប់មកគាត់ក៏លើកម្រាមដៃពីរម្ដងទៀតហើយនិយាយថាគាត់មានសំណួរទី2គាត់សម្លឹងមើលក្មេងនោះដោយការសង្ស័យហើយសួរថាតើគាត់ស្គាល់ឈុនម៉ាដែរឬទេក្មេងនោះតបវិញថាគេស្មានតែគាត់មិនអីទេបន្ទាប់ពីត្រូវគេវាយតែមើលទៅប្រហែលជាបាយគំនិតបាត់ទៅហើយនៅក្បែរបឹងតួឯករបស់យើងបានសម្ដែងការមិនពេញចិត្តហើយសួរថាតើអាចឆ្លើយនឹងគាត់ឲ្យស្រួលបួនបន្តិចបានទេក្មេងផ្លែកនុកនោះបានអោបដៃនៅនឹងទ្រូងគេសម្លឹងមើលទៅលើមេឃហើយប្រាប់ថាគេដឹងថាឈុនម៉ាជានរណាជុំយងសម្លឹងមើលទៅក្មេងនោះយ៉ាងយកចិត្តទុកដាក់ដែលក្មេងនោះបានបញ្យល់ប្រាប់ថានោះគឺជាបិសាចជាមេបនៃនិកាយបិសាចដែលបានស្លាប់តាំងពី100ឆ្នាំមុនម្ល៉េះតួឯកយើងគៀងនិយាយលេងចេញភ្នែករបស់គាត់បើធំដោយក្តីភ្ញាក់ផ្អើលវងសត្វស្លាប់ហើរចេញពីដើមឈើពេលដែលគាត់ស្រែកលាន់មាត់អំពីរយៈពេល100ឆ្នាំកន្លងផុតទៅនេះគាត់ស្ទុះទៅចាប់អាវក្មេងនោះហើយសួរផ្ដាំថាតើវាជាការពិតជាការកន្លងផុតទៅ100ឆ្នាំមែនទេតាំងពីសត្រូវរបស់គាត់បានស្លាប់គាត់ទាញមុខក្មេងស្លៀកពាក់រហែកនោះមកចិត្តហើយសួរថាតើគេកំពុងកុហកគាត់មែនទេតួឯកយើងជ្រួញចិញ្ចើមយ៉ាងខ្លាំងគាត់លែងដៃពីក្មេងនោះភ្ជុំយងសម្លឹងមើលទៅមុខហើយមានអារម្មណ៍បាក់ទឹកចិត្តគិតថាការពិតដែលត្រាំពេលវេលាឆ្លងកន្លងផុតទៅ100ឆ្នាំហើយនេះពិតជារឿងឈួតលីលានណាស់ចុះហេតុអ្វីបានជាគាត់ត្រូវកើតមកវិញភ្លាមបន្ទាប់ពីស្លាប់បែបនេះតួឯកយើងនឹងបន្តសម្លឹងមើលទៅមុខទាំងសញ្ជឹងគិតគាត់មានអារម្មណ៍ហាក់ដូចជាត្រូវបានគេបោះបង់ចោលឲ្យនៅឯកាក្នុងលោកនេះអញ្ចឹងហេតុអ្វីបានជាអ្វីទៅជាយ៉ាងនេះក្មេងនោះបានចាប់អាវរបស់ខ្លួនហើយសួរថាតើគាត់មិនអីទេឬគ្រាន់តែសម្លឹងមើលដៃរបស់ខ្លួនដោយនឹកដល់និកាយរបស់គាត់ក្មេងសុំទាននោះងើបចិញ្ចើមឡើងដោយភ្ញាក់ផ្អើលពេលឮតួឯកសួរថាតើមានរឿងអ្វីកើតឡើងចំពោះនិកាយហោសានភ្ជុងយងភ្ញាក់ព្រឺតពេលឮក្មេងនោះសួរត្រឡប់មកវិញថាហោសានគឺជាស្អីភ្នែករបស់គាត់បើធំដោយការភ្ញាក់ផ្អើលតួឯករបស់យើងចង្អុលទៅក្មេងនោះហើយសួរថាគេជាអ្នកសុំទានមែនទេដែលក្មេងនោះក៏ឆ្លើយថាមែនហើយតួឯកយើងជ្រួញចិញ្ចើមរួចនិយាយថាបើគេជាអ្នកសុំទានរហ័យរហ័សបែបនេះមានន័យថាគេជាសមាជិកនៃនិកាយកាប់បាំងប៉ុន្តែហេតុអ្វីបានជាគេមិនស្គាល់កំពូលនិកាយយុទ្ធគុណទាំង9គឺនិកាយហោសានទៅវិញតើរឿងនេះវាអាចទៅរួចបានយ៉ាងដូចម្តេចទៅទោះជាយ៉ាងណាក៏ដោយក្មេងនោះសម្លឹងមើលគាត់ដោយការភ្ញាក់ផ្អើលហើយសួរថាតើគាត់កំពុងនិយាយឈួតឡប់អីនឹងជុំយន្តនឹកដល់ផែនទីហើយស្ដាប់ក្មេងនោះរៀបរាប់ថាកំពូលនិកាយយុទ្ធគុណទាំង9មានដូចជាសាវលីងវូតាំងថាំងវូខុងតុងចុងណាម
ไงบีคนล้นหนึ่งกับบ้างหนึ่งไฮนำตัวไอเยื้องโชว์ห้ามดลงดอยก็ได้เพียบอาลเปได้สตับเรื่องร้าวได้เจอกัมพูนิกายยุตกลแตงประบุนเป็นนี่เลยมีชั่วโมงหอสารเตียนให้ก็นักดอนนิกายในมัดสัญญาดอกบอกล้วนให้นักทาก็บ้านในใหญ่รวมพลทางกัมพูนิกายแตงประบุนขมิ้นนิกายดอกบอกกอเต้ก็จวนจันเจ้าให้เหมือนโยซาทาให้ระไว้มาเจียนจังชงยงสุดแต่จับอาขมิ้นนุ่มมาลองเตียก็จับอ่องรุนขมิ้นนุ่มให้สูดเด้งดาวทาให้ระไว้มาเจียนนิกายตัวตายเซบายเจียอาโจรวมเครื่องกัมพูนิกายแตงประบุนเตเว้นผลใต้นุ่มมาแม่เจียเรื่องสำคัญบ่มพอเต้เพื่อไว้ก้อนจองนั่งครั้งบ่มพอดนึกคือให้ระไว้มาเจียกัมพูนิกายแตงประบุนไปนี่ได้มีชั่วฮอซานขมิ้นสมเทียนนุบเชียเยี่ยมนักชั่วนิกายนี่ตัวไอเยื้องห้ามวดดอยก็ได้เพียบอาลไปได้เลยขมิ้นนุ่มในใหญ่ทาบากระเตอเกหัดโดยเจียทรอบลือหรือทาเชียเมียนกันหลายมื้อได้เมียนชั่วโมงแบบนี้ในขนมคายแซงซีผลตัวหม้อกอดของบ้านซัวทาตาเกได้เอาไว้พลาดวีกันหลายนุ่มผลตายขมิ้นนุ่มมาตรำแต่ชลอยตอบตัวเว้นทาแก้เหมือนได้ทรอบลือทาพอซานสัตว์ขนมจมน้ำกับโพนิกายแตงประบุนนุเต้ชงมยงแกงสมาร์เลยเป็นลือทานิกายระบอกโคลนเตอร์บ้านเก็บบ่มพลายบัตแต่หายกอดจรวนจันจามกำเนิดรุดควายขวัดเป็นครัวขบ้ากอดนักดอนนิกายระบอกโคลนหายกระทาตากับโพนิกายม้วยเครื่องจมน้ำกับโพนิกายแตงใบขนมโลกพร้อมแตงนิกายวูตังหนึ่งตรโกตังก็ออชาเตอร์บ้านบ่มพลายบัตแต่หายหรือกอดก็ระบดได้ตมแหลกขมิ้นนูจอขมิ้นสมเตียนโดนปลุกแต่เลือดได้ปลาตรงเกยกบ้าชงยงหาหมดทงดอยก็ได้เพียบอาลขมิ้นนุ่งเงือบมกสำลังเมื่อแต่ตัวไอได้กำปงตาในใจทากอดมันนึกเจือตัวแต่ซอโลตราแต่บ้านเคยดอยตัวทุกแน่กอดกราบก่อนดับได้ระบอกกอดสำลังเมื่อแต่หมกอย่างเมืองมันไอปลอกกาทากอดหนึ่งทัวดำนาแต่การพนมหอซานขมิ้นสมเตียนสำลังเมื่อแต่กอดแต่เงยเชี่ยวเลี้ยวได้เอางานกบ้าระบอกลูนไอเท้าตัวไอยืนทาหาชกวดเหมือนตัวเมาะเก้กับปรับเอาตัวไอเจนเตอร์สมเตียนกันหลายเซนเตอร์บาเหมือนจ้องเตอร์บานเกวีเตียนช่องยงจังออลเรียมได้เตอร์หมกไฮปรับทากอดเมียสำนวนเหมือนเตี้ยได้ขมิ้นนูเตอร์ชลอยกอดเสียบตูนครูนไอไฮซัวเตอร์ตึกหมกเมืองมาทาตามประจาเรียงกายนี่เกเมนชัวไว้ขมิ้นสมเตียนเงือบชอได้เมียงกาเงยชงอให้ก่อชลอยทาแก้เริ่มตายเฉียเนี่ยสมเตียนตามเมียชัวมอปีหน้าโดยชนะจองฮาวไอก่อฮาวเตอร์ผลใต้เกปตัวชัวทาชัวซามตัวไอเยื้องเตียนตะปอครูนไอซองข้างไฮในใหญ่ทาเวียเพื่อเจอชัวสะสามเฉียเนี่ยสมเตียนแมนบนตัวมอกอนซัวเปียอยู่ผลใต้ชัวซามปรับทาโปเก้เนี่ยสมเตียนมันดังเปียอยู่ตะบอกครูนไอเตตัวไอเยื้องกรวีได้ไฮปรับเอาชัวซามปรับปีชัวระบอจนได้บานวีกอดมุนนี่ได้ออกได้เนื้อหนึ่งตรงชัวซามบานปรับทาจนนู้ชัวทาชงไพ่สำลังเมื่อแต่มกอย่างเมืองมัดไฮสระยะทาหนึ่งสองก้นเว้นทเวดองหนึ่งสองสกาประมาณนี่ดับดองเว้นเหมือนคานชัวซามสำลังเมื่อเตอได้ตักมกเปลืองเงยกันตายไปลือครุนทาเตยจองจำโยบชงยงเหมาะปีหัวซานชัวซามกัดกระโดดจะทาบาจบเหลือกลายเกยบาเฉียวเวอาชโกดนี้สองสักเหมือนคานชงยงเงียกลายดาเจนเตอขณะได้ขมิ้นสมเตียนโชสำลังเมื่อยาสเกมสงันสลับแต่ตัวไอเยอะเงียกลายได้ดาตลบเหมาะวันรวยซัวทาต้าพนมหัวซานเนอตึกหน้าปีตีนี่โวซันสลาบหาเจนพีดาบเจิบชงยงรถอย่างเลื่อนเติมหมกโบระบากอดบานลางกระหอบกอดกระทากรุนไอกู้แต่รถโปรเนอเจียดม้นก็สมใบแต่แซกอเหมือนจีได้ดอยซาแต่เวียยืดไปสำหรับก้อนทวดไม่นีลางเปล่าดอยซาแต่คอมเพลิงคลังเปตีบ่มพอดกอดกอดดูกับหมกเตอได้ดอยกระทากรุนไอจะมาเจียแต่ชอสลับไอเลยเฮยกอดกระทาเติมแต่รถบานปีจมงายใครซอก็ออกกำลังรูลิงแต่เฮยเรียงกายไม่นี่เปิดเจียต้นซอยหนึ่งท็อปหนึ่งหางแมนแตนกอดเหมือนโยซอทาตากอดไอทั่วดำนาแต่ดาวพนมหัวซานจิมวยหนึ่งรูเรียงกายแบบนี้บ้านได้รวมเบียบนากอดสระไม้เคยเพลิงระบอกครูนไอหายกระทาเวียเปิดเจียกูไอออสำนักนะบากอดสลับแปะก่อนดาวเพลิงมนเปบ้านเคยพนมหัวซานเดเปเดเดเลได้ตัวไอเยอะก้อนอย่างยมแต่งหัวจัดหายกระทาดาวเปเตอร์บ้าพันการดอกฉลาดไว้ระบอบชงยงหายก้อนคำเพลิงกราบโชลาดอกหนึ่งหามทมดาวโยธาก็จำใบเตอร์ตาปลงเรียงกายสัมเตี้ยระบอกกอดสำหรับเบิกฮัดโยตะโกนเจียมุนเซนก็อย่างยมยางรำเพิบให้กระทาหรือทอมล้าเหมือนไอเนึกสมาร์ดดาวเตธาออกการนี้วุ้ยเจียออกจาหม่อมพอดทรงใบแต่เนี่ยได้เช่นดาวกำเนิดกับปูโยตะโกนก็อาจหนึ่งสลายกลายเหนือทงายกลายมวยพองได้ก็นึกเคยการเปลี่ยนมนได้ครัวสำหรับเนื้อเลือดามเชอหายสลายกลายได้เหมือนบานจำนายเป็นวักหันกบัดมูลธาตุอ่อยบานดัดดอลการเนื้อขมิ้นก็จำบานทาเปกรัวตีนก้อนเพราะว่าหนึ่งได้ให้ปรับอ่อยวักหันก้อนเชอสมใบแต่เธอปวดเจียววักหันก้อนนึกเคยดอลเปเตยจับประจิจ้าจับบานก้อนลุยผักสระก้อนหย่อนเยิ้มหายกระทาเรื่องจงกลายนี่ก้อนเหมือนสลายกลายเตตัวไอเยอะได้ฉลองกัดดามเชอดอยกระทาหนึ่งซาละบ้องหัดมาดองเตียนก้อนบ้อจมเฮียนแต่เลิศสมาดอกกระหายกระทาดมโมก็เตยแต่โลกันไหนสอบกันละอ้อได้ขมิ้นก้าดม
ខានពីខាងក្រៅសិនគាត់អង្គុយចុះក្បែរដើមឈើមួយដោយគិតថាកន្លែងនេះស័ក្តិសមហើយគាត់អង្គុយតាំងសមាធិហើយគិតថាគួរតែចាប់ផ្ដើមពីណាព្រោះក្នុងខួរក្បាលរបស់គាត់ពោពេញទៅដោយចំណេះដឹងទ្រឹស្ដីក្បាច់គុនកំពូលជាច្រើនគាត់ស្គាល់វិធីសាស្ត្រដកដង្ហើមរាប់សិបប្រភេទសម្រាប់បណ្ដោះបណ្ដាលថាមពលឈីទាំងក្បាច់គុនរបស់ហោសាននិងក្បាច់ក្រៅជាច្រើនទៀតស្លឹកឈើជ្រុះតាមខ្យល់គាត់ក៏សម្រេចចិត្តជ្រើសរើសក្បាច់ដកដង្ហើមផ្សេងសិនគាត់នឹកឃើញដល់ក្បាច់ដកដង្ហើមគោលការណ៍ទាំង6លាវហឺដែលគេអាចទិញសៀវភៅនេះបាននៅតាមទីផ្សារក្នុងតម្លៃ 5000 កាក់ប៉ុណ្ណោះគាត់ដកដង្ហើមធំហើយគិតថាក្បាច់នេះមិនមែនជារបស់អន់ឬថោកទាបទេវាគឺជាក្បាច់មូលដ្ឋានដំបូងបង្អស់សម្រាប់សិស្សថ្មីទើបតែចូលនិកាយហោសានរាងកាយរបស់គាត់ចាប់ផ្ដើមមានកម្លាំងគាត់គិតថាទោះបីជាក្បាច់គុននេះមិនអាចបង្កើនកម្លាំងបានលឿនរហ័សក៏ដោយប៉ុន្តែវាអាចជំរះរាងកាយឲ្យបរិសុទ្ធបានយ៉ាងល្អបំផុតដោយការសាងសង់អគារខ្ពស់អញ្ចឹងមិនចាំបាច់ប្រញាប់ទេគ្រឹះត្រូវតែរឹងមាំសិនទើបអាចសាងសង់អគារដ៏អស្ចារ្យមួយបានសរសៃឈាមរបស់គាត់ពោពេញទៅដោយថាមពលអូរ៉ាពណ៌ខៀវគាត់គិតថាពេលនេះត្រូវសម្អាតថាមពលឈីនៅក្នុងខ្លួនឲ្យបានស្អាតល្អសិនអារម្មណ៍នេះប្រៀបដូចជាការទាញសរសៃអំបោះចេញពីផ្ទាំងក្រណាត់ដ៏ធំមួយអញ្ចឹងថាមពលដែលបរិសុទ្ធបានរត់ពេញរាងកាយហើយប្រមូលផ្ដុំចូលទៅក្នុងដានធានពន្លឺមួយបានភ្លឺឡើងនៅក្នុងខ្លួនរបស់គាត់ដែលប្រែជាមានស្ថិរភាពជងយងក្រវីដៃទាំងស្នាមញញឹមព្រោះថាគាត់បានសម្រេចជោគជ័យហើយក្នុងការបង្កើតគ្រឹះដ៏រឹងមាំមួយដែលនឹងបើកពិភពលោកថ្មីមួយសម្រាប់គាត់មានអារម្មណ៍ថាទោះបីជាខ្លួនតូចតែពោពេញទៅដោយថាមពលដូចជាដុំព្រិលដែលកំពុងរមាលនិងជាខ្សែទឹកហូរដែលគ្មាននរណាអាចបញ្ឈប់បានគាត់គិតថាពេលនេះគាត់អាចរត់ទៅដល់ហោសានបានហើយប៉ុន្តែគ្រាន់តែឈានជើងបានមួយជំហានគាត់ក៏ដួលព្រុសម្ដងទៀតព្រោះថាមពលដែលប្រមូលបានត្រូវអស់រលីងគាត់ដេកផ្កាប់មុខទៅលើស្មៅគិតថាវាមិនបានការទាស់តែសោះព្រោះគាត់ចង់ប្រើថាមពលភ្លាមស្រាប់តែរូបភាពគ្រូរបស់គាត់ហាក់ដូចជាលេចឡើងនៅលើមេឃស្ដីបន្ទោសគាត់ថាតែភ្លេចប្រើខួរក្បាលមុនពេលធ្វើអ្វីមួយហើយវាពិតជាគួរឲ្យធុញណាស់សំឡេងមួយនេះបន្លឺឡើងថាបើនៅតែបែបនេះគាត់ច្បាស់ជាមិនអាចទៅដល់ភ្នំបានទេរូបភាពក៏កាត់ទៅដល់ទីផ្សារនៅឯទីផ្សារដែលមានមនុស្សដើរចុះឡើងមានបរិបទ2នាក់ដែលកំពុងរត់ចូលទៅក្នុងផ្លូវតូចមួយពួកគេជួបក្បែរបរិបទម្នាក់ទៀតដែលកំពុងសម្រាកហើយហៅគេថាមេកូនចៅម្នាក់ចង្អុលទៅម្ខាងហើយប្រាប់ថាមានអ្នកសុំទានតូចមួយនៅទីនេះកំពុងដណ្ដើមមួយរបស់ពួកគេហើយគេក៏បោះកាក់ឲ្យវាជាច្រើនមេម្នាក់នោះងើបចេញពីជញ្ជាំងយ៉ាងយឺតហើយនិយាយថាបើអញ្ចឹងត្រូវតែទៅធ្វើស៊ីវាបន្តិចហើយកូនចៅយល់ព្រមទាំងញញឹមហើយពួកគេក៏ដើរទៅទួលខ្លួនឯងរបស់យើងនៅពីក្រោយភ្ជុងយងកំពុងតែអង្គុយទំពានំប៉ាដោយមិនខ្វល់នរណាទោះបីជាគេស្រែកហៅឬជេរប្រមាថក៏ដោយទីបំផុតគាត់ក៏ងាកមកសួរទាំងកំពុងទំពាថាតើពួកគេចង់បានអ្វីមេម្នាក់នោះឈានជើងទៅមុខហើយសួរថាហ៊ាននិយាយជាមួយចាស់ទុំបែបនេះឬគេក៏ចាប់ផ្ដើមបំបែកស្រួលកដៃហើយនិយាយថាមិនដឹងថាអ្នកណាអនុញ្ញាតឲ្យឯងមករកស៊ីនៅទីនេះទេតែដោយសារតែឃើញថាក្មេងគេនឹងលើកលែងឲ្យប៉ុន្តែត្រូវតែប្រគល់របស់នៅក្នុងដៃនិងលុយដែលរកបាននៅថ្ងៃនេះទាំងអស់មកទើបអាចទៅបានភ្ជុំយងគាំងសម្លឹងមើលទៅនំប៉ាដែលខាំញ៉ាំសល់ពាក់កណ្ដាលក្នុងដៃគាត់សួរថាហេតុអ្វីក៏មកដណ្ដើមសូម្បីតែនំប៉ាគេខាំហើយបែបនេះពួកអ្នកសុំទានពិតជាគ្មានសតិសម្បជញ្ញៈទេឬគាត់ស្កោបឈរបេះកំទេចនំប៉ាចេញពីអាវហើយចាប់ផ្ដើមពុតខ្លួនធ្វើឲ្យពួកគេជនអន្តពាលទាំងនោះភ្ញាក់ផ្អើលបន្ទាប់មកគាត់ក៏ក្តាប់កណ្ដាប់ដៃទៅមុខគាត់មើលដៃខ្លួនឯងដោយមានការភ្ញាក់ផ្អើលរួចរអ៊ូថាដានធានរបស់គាត់មិនទាន់បានងើបឡើងវិញទេតែប៉ុណ្ណេះប្រហែលជាគ្រប់គ្រាន់ហើយគាត់ងាកទៅរកពួកនោះហើយប្រាប់ថាពេលនេះគាត់យល់ពីរបៀបគ្រប់គ្រងរាងកាយនេះហើយគាត់ខ្ជិលរញ៉េរញ៉ៃច្រើនដែរដូច្នេះសូមចូលមកម្ដងទាំងអស់តែម្ដងមកមេរបស់ពួកគេខឹងញ័រខ្លួនពេលឮបាប្រកាច់នេះនិយាយមើលងាយគេចង្អុលម្រាមដៃបញ្ជាឲ្យកូនចៅចូលទៅវាយអាម្នាក់នោះកូនចៅម្នាក់ស្ទុះទៅវាយប៉ុន្តែកំដាប់ដៃនោះវាយកក្បាលរបស់តួអាក់យើងភ្ជុងយងកិច្ចយ៉ាងរហ័សហើយក្តាប់កណ្ដាប់ដៃវាយសួតចំធ្គាមជន់នោះមួយដៃម៉ាំងដួលព្រុសពួកអន្តពាលគាំងសម្លឹងមើលគ្នាដែលដួលដោយក្តីភ្ញាក់ផ្អើលកណ្ដាប់ដៃរបស់ភ្ជុងយងហុយផ្សែងគាត់សម្លឹងមើលទៅសត្រូវដោយកំហឹងហើយប្រកាសថាគាត់គឺជាកំពូលអ្នកគុនដាវផ្កាអង្គារបោះនៃកំពូលនិកាយហោសានសម្លេងជេរប្រតិចនឹងការឈឺចាប់បានបន្លឺឡើងពេញខ្លួនផ្លូវតូចនោះបន្តិចក្រោយមកពួកអន្តពាលដែលត្រូវបានគេវាយនោះកំពុងលូតជង្គង់នៅចំពោះមុខតួឯកយើងគាត់អង្គុយផ្អែកលើជញ្ជាំងហើយប្រាប់ឲ្យពួកគេនោះហៅគាត់ថាជាលោកម្ចាស់ប៉ុន្តែពួកគេហៅថាកំពូលអ្នកសុំទានធ្វើឲ្យគាត់មិនពេញចិត្តសោះគាត់ទះដៃសម្អាតធូលីសម្លឹងមើលទៅពួកគេដែលគាត់វាយបែកមុខមាត់នោះហើយសួរថាតើផ្លូវណាឆាប់ទៅដល់ភ្នំសៀងស៊ីដែរឬទេមេរបស់ពួកគេសម្លឹងមើលក្មេងនោះដោយភ្នែកភ្ញាក់ផ្អើលហើយប្រាប់បញ្យល់ថាបើពួកគេដឹងព័ត៌មានបែបនេះពួកគេមិនមកធ្វើជាអ្នកសុំទានកំសត់បែបនេះទេ